ចាជំរាបសួរក៏ដូចជាសួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះផងដែរជួបជាមួយ admin ទៀតហើយជាមួយនឹងភាគ8នៃរឿង Overdue មុននឹងចូលដល់សាច់រឿងរបស់យើងសូមជួយចុច like share subscribe និង comment លេខជាមួយ admin ម្នាក់មួយផងណាតោះដើម្បីកុំឲ្យខាត់ពេលវេលាយូរចូលសាច់រឿងទាំងអស់គ្នាហ្មងទៅតពីស៊ូបានជួបជាមួយនឹងអាឡានរួចហើយក៏ឃើញថានាងមានបញ្ហាផ្លូវចិត្តទៅហើយព្រោះថានាងមិនបានស្គាល់ទេថាស៊ូនឹងជាពីណាគេហើយអាឡាននឹងនាងចេះតែនិយាយពាក្យថាសុំទោសដោយភាពភ័យខ្លាចហើយថានាងនឹងឈប់រត់ទៀតហើយនាងនឹងដោះសម្លៀកបំពាក់ចេញហើយច្រៀងឲ្យគេស្ដាប់នាងនឹងធ្វើជាក្មេងល្អម្នាក់ចំណែកស៊ូណៃវិញខាងតែលើពាក្យទាំងអស់នឹងហើយនាងក៏យំដោយសារតែនាងអាណិតអាឡាននឹងខ្លាំងមែនទែនហើយស៊ូក៏និយាយថាឲ្យនាងសុំទោសនាងមកជួយគេយឺតពេលហើយពេលនោះផងដែរនាងបំរុងនឹងនាំអាឡានចាក់ចេញទៅហើយស្រាប់តែពេលហ្នឹងលោកម្ចាស់ហ៊ូមិនស៊ីនឹងក៏បានមកដល់ហើយបានឃើញថាស៊ូគឺជាក្មេងស្រីម្នាក់ដែលស្រស់ស្អាតគេក៏កើតចិត្តចង់បៀតបៀនលើនាងព្យាយាមចង់ដេកជាមួយនាងតែត្រូវបានស៊ូរបស់យើងចាក់សម្លាប់បាត់ទៅបើខំតែតានឹងសបឹងទេកុំឲ្យស៊ូរបស់យើងចាប់បាត់តានឹងបដ ாய் ស៊ូនាងភ័យខ្លាំងមែនទែនក៏បញ្ញាប់នាំអាឡាននឹងចាក់ចេញទៅហើយបន្ទាប់ពីនឹងមកស៊ូក៏បាននាំយកនាងទៅមន្ទីរពេទ្យហើយឋានឈិញឯនេះក៏យកពាក្យរបស់គ្រូពេទ្យមកប្រាប់ដល់ស៊ូទៅថារាងកាយរបស់អាឡានសុទ្ធតែរបួសហើយថ្មីនេះនាងក៏បានរលូតកូនផងដែរហើយនាងក៏បានហូរឈាមមកជាបន្តដែលអត់មានការព្យាបាលអីទេមិនដឹងថាកន្លងមកនាងត្រូវរស់រងទុកយ៉ាងណាទេហើយបន្ទាប់ពីនឹងមកអាឡានក៏បានដឹងខ្លួនហើយពេលនេះនាងចំណាំស៊ូបានវិញហើយក៏ស៊ូទៅស៊ូនឹងទៅថាម៉េចបានរត់ចេញពីកម្មាកំព្រានឹងបានហើយថាជាប៉ែសុននឹងអត់មានបានលក់នាងទៅគ្រួសារហួរតែមែនស៊ូនឹងក៏ថាទៅកុំបារម្ភអីពួកគេបានរត់ចេញពីមណ្ឌលកម្មាកំព្រានឹងហើយនឹងគ្មានពីណាគេអាចមកធ្វើបាបពួកគេបានទៀតទេហើយពួកយើងនឹងមិនបែកគ្នាទៀតឡើយអាឡាននឹងក៏និយាយថាពួកគេបានសម្លាប់ហួរមិនស៊ីគ្រួសារហួរនឹងមិនលើកលែងឲ្យពួកគេឡើយដែលឲ្យស៊ូនឹងបញ្ញាចាក់ចេញពីបៃឈឹងនឹងទៅតែត្រូវបានស៊ូនឹងបដិសេធនាងមិនព្រមបែកចេញពីបងស្រីរបស់នាងទៀតឡើយហើយបន្ទាប់មកអាឡាននឹងក៏និយាយតទៀតថាបន្ទាប់ពីនាងស្លាប់ទៅឲ្យយកធាតុរបស់នាងទៅណានយ៉ាងផងហើយស៊ូនាងក៏យល់ព្រមពួកគេបានយំសោកខ្លាំងណាស់ព្រោះតម្រាំតែពួកគេបានជួបគ្នាហើយឥឡូវមកត្រូវបែកគ្នាទៀតអាឡានក៏បានស្លាប់ទៅស៊ូនឹងឋានឈិញនេះខូចចិត្តខ្លាំងណាស់ហើយកលេចមកមើលចំណតរថភ្លើងនេះវិញណាគ្រួសារហួរគេកំពុងតែព្យាយាមឲ្យកូនចៅរបស់គេតាមរកឃាតករដែលសម្លាប់លោកម្ចាស់ហួរហ្នឹងណាហើយពេលហ្នឹងស៊ូកំពុងតែរត់គេចខ្លួនជាមួយនឹងឋានឈិញនឹងឯងដោយនាងឲ្យឋានឈិញយកឆ្អឹងរបស់អាឡានទៅមុនទៅនាងបញ្ឆោតពួកគេទៅតាមផ្លូវផ្សេងអញ្ចឹងណាហើយស៊ូហ្នឹងក៏រត់ទៅតាមច្រកមួយនាងប្រុងនឹងលោតចុះពីរថភ្លើងហ្នឹងទៅហើយក៏ឮសំឡេងរបស់ឈិញយីស្រែកហៅនាងឲ្យឈប់ហើយឈិញយីក៏ប្រាប់ទៅថាផ្កាចិនធានណារីកហើយគេចង់ឲ្យនាងទៅមើលវាជាមួយគេហើយស៊ូណែមិននឹកស្មានថាឈិញយីមកតាមនាងដល់ទីនេះទេតើស៊ូនិយាយពាក្យទាំងអស់ហ្នឹងដើម្បីឲ្យឈិញយីនឹងចាក់ចេញទៅថានាងចូលមកក្បែរគេដោយសារតែផលប្រយោជន៍ហើយនាងមិនបានស្រឡាញ់គេទេហើយនាងក៏តែងកំភ្លើងទៅភ្ជុំគេនឹងទៅហើយឈិញយីក៏ថាឲ្យនាងសម្លាប់គេទៅប៉ះសិនបើអ្វីដែលនាងនិយាយវាជាការពិតនោះតែស៊ូនេះវិញមានហ៊ានបាញ់គេណាក៏តែងអាកំភ្លើងនឹងមកភ្ជុំលើខ្លួនឯងវិញទៅហើយក៏ប្រាប់ឈិញយីឲ្យគិតថាគេមិនបានស្គាល់នាងទៅចោះហើយពេលនោះមិនដឹងថាពីណាទេដែលបានបាញ់នាងពីក្រោយធ្វើឲ្យស៊ូនឹងធ្លាក់ពីលើរថភ្លើងនឹងទៅនៅពេលដែលស៊ូធ្លាក់ពីលើរថភ្លើងនឹងពេលនោះនាងមានបំណងចង់ស្លាប់ដោយសារតែនាងគិតថាការស្លាប់របស់នាងអាចឲ្យរឿងការស្លាប់របស់លោកម្ចាស់ហួរមិនស៊ីនឹងចាប់ទៅជាមួយនាងដែលដាច់ស្រឡះអីអញ្ចឹងតែនាងមិនបានដឹងទេថាគ្រួសារហួរនឹងប្រព្រឹត្តធ្វើទរណកម្មចំពោះឈិញយីដល់ថ្នាក់នឹងនោះដោយសារតែគ្រួសារហួរនឹងគេគិតថាទូផលរបស់យើងសំគំនិតជាមួយនឹងឃាតករដែលសម្លាប់លោកម្ចាស់ហួរមិនស៊ីនឹងឯងហើយពេលដែលស៊ូបានដឹងរឿងទាំងអស់នឹងហើយនាងមានអារម្មណ៍ថាខុសចំពោះគេខ្លាំងមែនទែនហើយក៏លេចមកមើលនៅលើយន្តហោះនេះវិញបន្ទាប់ពីឈិញយីបានស្ដាប់រឿងទាំងអស់នឹងហើយក៏ធ្វើឲ្យគេនេះមានចម្ងល់ច្រើនមែនទែនហើយគេក៏សួរទៅកាន់នាងទៅមិនទៅវងឡើយនាងមិនមករកគេដើម្បីគេជួយនាងទៅហើយពេលនៅលើរថភ្លើងនឹងកាលពី3ឆ្នាំមុនហេតុអីមិនបញ្យល់ប្រាប់គេច្បាស់ទៅហើយពេលដែលនាងនៅមានជីវិតហេតុអីមិនត្រឡប់មករកគេវិញរយៈពេល3ឆ្នាំមកនេះនិយាយទៅទូផលរបស់យើងពោពេញនៅចម្ងល់ហ្មងណាហើយគេក៏សួរនាងទៀតទៅមិនបន្លំខ្លួនធ្វើជាហ្វាំងមីងឡានដើម្បីមករៀបការជាមួយបងប្រុសរបស់គេតានាងចង់បានអីឲ្យប្រកបហើយស៊ូក៏ថាទៅមិនបានគេសួរច្រើនម៉ែវាជារឿងផ្សេងគ្នាទេហើយវាក៏មានតម្លៃខុសគ្នាដែរហើយឈិញយីក៏សួរទៅតម្លៃអីគេហើយស៊ូនឹងក៏និយាយថាបើនាងចង់ឲ្យគេសម្លាប់នរណាម្នាក់ដើម្បីនាងតែគេព្រមធ្វើឬក៏អត់ហើយគេក៏សួរទៅតានាងចង់ឲ្យគេសម្លាប់អ្នកណាស៊ូក៏ថាទៅគឺលោកម្ចាស់ហួរសតពេលនឹងឈិញយីក៏បាយន្តហោះនឹងបំរុងទៅបុកយន្តហោះរបស់លោកម្ចាស់ហួរតែត្រូវបានស៊ូនឹងខាត់ថាមិនឲ្យគេធ្វើបែបហ្នឹងទេព្រោះនាងខ្លាចមានគ្រោះថ្នាក់ដល់អ្នកផ្សេងទៀតហើយឈិញយីនឹងក៏តបទៅនេះក្រែងជាអ្វីដែលនាងចង់បានអី
ហើយស៊ូហ្នឹងក៏ថាទៅតែគេចង់បានន័យថាយ៉ាងម៉េចរួចឈិញយីក៏និយាយទៅពេលនេះគេមិនតាន់ដឹងច្បាស់ទេតែគេដឹងថានាងបានធ្វើអ្វីមួយមកលើយន្តហោះមួយហ្នឹងនាងអាចបោកអ្នកដទៃបានតែគេបានដឹងវាតាំងពីយូរមកហើយថានាងមានចេតនាលាក់បាំងវានៅក្នុងពិធីជប់លៀងទឹកមុខរបស់នាងបានបញ្ជាក់វាយ៉ាងច្បាស់ហើយគេក៏បានឃើញកញ្ញាស៊ីថានឹងធ្វើរឹកពីចម្លែកនៅជុំវិញយន្តហោះមួយនេះជាច្រើនដងប្រាប់គេមកតើនាងបានធ្វើអីចំពោះយន្តហោះមួយហ្នឹងហើយស៊ូក៏ប្រាប់គេទៅថាវាជាក្របបែកកាន់តែលឿនចឹងភ្លាមឈិញយីគេឡើងភ្ញាក់ផ្អើលនាងថាវាជាក្របបែកអញ្ចឹងមែនរួចហើយគេក៏អត់សំណើចមកវិញអញ្ចឹងតើបានជានាងព្រមឲ្យបងប្រុសរបស់គេឡើងជិះយន្តហោះមួយហ្នឹងតែនាងនេះបែរជាព្រមឲ្យគេឡើងជិះទៅវិញលក្ខណៈថាគេកំពុងតែអន់ចិត្តអញ្ចឹងណាដែលស៊ូនេះសុកចិត្តឃើញគេមានគ្រោះថ្នាក់ក៏មិនព្រមឲ្យបងប្រុសរបស់គេកើតអីអញ្ចឹងណាហើយគេកំពុងតែអន់ចិត្តដែលនាងមិនបារម្ភពីគេហើយស៊ូក៏ថាទៅពេលហ្នឹងនាងព្យាយាមខត់គេដែរតែគេមិនព្រមរួចឈិញយីក៏សួរទៅថាក្របបែកហ្នឹងវានៅកន្លែងណាតែនាងមិនដឹងដូចគ្នាព្រោះស៊ីថាជាអ្នកដាក់ហើយឈិញយីគេក៏ឆ្ងល់នាងជាអ្នករៀបចំផែនការតែបែរជាឆ្លើយមិនដឹងទៅវិញស៊ូក៏ថាទៅវាយឺតពេលហើយមិនបាច់រត់ទេរួចឈិញយីក៏ថាឲ្យនាងទៅនាងគិតថាអាចសម្លាប់លោកម្ចាស់ហួរជាមួយនឹងក្របបែកមួយនឹងចំពោះមុខមនុស្សគ្រប់គ្នាបានមែនតើនាងមានគិតពីបញ្ហានឹងផ្លូវចេញឬក៏អត់នាងឈួតមែនរួចស៊ូហ្នឹងក៏និយាយថានាងបានប្រាប់គេហើយអ្វីដែលនាងកំពុងតែធ្វើវាអត់មានអីពាក់ព័ន្ធជាមួយគេឡើយហើយទូប្ររបស់យើងក៏សួរទៅបើនាងដឹងថាយន្តហោះមួយនឹងវាមានក្របបែកហើយហេតុអីបានជាព្រមឡើងជិះជាមួយគេទៀតតើនាងចង់ស្លាប់ជាមួយគេមែនឬមួយក៏នាងមិនចង់ខ្ជិះខ្ជាយក្របបែកមួយនឹងហេតុអីបានជានាងល្ងងម្ល៉េះឈិញយីគេនិយាយថានៅពេលដែលយន្តហោះបានចុះចតរួចហើយនាងត្រូវតែស្ដាប់គេឈប់ធ្វើអីផ្ដេសផ្ដាស់ទៅលើគ្រួសារហួរទៀតហើយត្រូវតែនៅក្បែរគេនឹងមើលថែនាងឲ្យមានសុវត្ថិភាពអីអញ្ចឹងណាស្រាប់តែស៊ូហ្នឹងក៏ថាគេនេះល្ងងពេកហើយគាត់តែលើពាក្យទាំងអស់ហ្នឹងហើយឈិញយីគេក៏បើកអត្តពលយន្តហោះហ្នឹងទៅស៊ូឃើញអញ្ចឹងនាងក៏សួរថាគេចង់ធ្វើអីឈិញយីក៏ថាទៅជាជាងមើលនាងលះបង់ជីវិតដោយសារតែភាពល្ងងខ្លៅរបស់ខ្លួនឯងគេនឹងបញ្ជូននាងទៅដោយខ្លួនឯងតាមវិធីមួយនេះដែលឲ្យនាងលោតចុះតាមអប្លតវលហ្នឹងគេមិនព្រមឲ្យនាងបញ្ចប់ដោយអ្វីដែលនាងបានធ្វើកាលពី3ឆ្នាំមុននោះទេមិនធំតែអាចជួយសង្គ្រោះអ្នកដទៃបានទេថែមទាំងធ្វើបាបខ្លួនឯងទៀតស៊ូក៏ថាទៅនាងអត់ត្រូវការគេធ្វើបែបហ្នឹងដើម្បីនាងឡើយព្រោះនាងមិនចង់ទាញគេចូលរឿងទាំងអស់ហ្នឹងរួចហើយស៊ូក៏ប្រាប់គេទៅថាមានឆាតយោងមួយនៅពីក្រោយខ្នងរបស់នាងឲ្យគេពាក់វាឲ្យលោតចោលពីទីនេះទៅពេលលឺអញ្ចឹងហើយឈិញយីគេក៏ខឹងយកអាឆាតយោងហ្នឹងក៏វែងចោលទៅស៊ូថាគេកើតអីឈួតមែនក្លែងមកមើលអ្នកខាងក្រៅម្នេះវិញពេលដែលឃើញមានរបស់ធ្លាក់ពីលើយន្តហោះនោះក៏ឃើញថាពួកគេមានការភ្ញាក់ផ្អើលខ្លាំងមែនទែនក៏នាំគ្នាសួរទៅថានោះគឺជាអ្វីដែលបានធ្លាក់ចុះហ្នឹងហើយជឿហងឯនេះក៏ស្ទុះមកប្រាប់ឈិញយូទៅប្រហែលជាយន្តហោះមានបញ្ហាអីហើយមើលទៅក៏លេចមកមើលអ្នកខាងលើណែវិញឈិញយីគេក៏ថាគេមានខ្វល់ពីជីវិតឬសេចក្តីស្លាប់ទេព្រោះអ្នកដែលនៅរស់នឹងត្រូវរងទោសកប់មកស៊ូក៏ថាឲ្យគេអ្នកដែលស្លាប់ទៅបានមកប្រាប់គេអញ្ចឹងមែនបានគេនិយាយអញ្ចឹងរួចនាងក៏បបួលគេភ្នាល់រឿងមួយថាឥឡូវនេះឆាតយកនៅសល់តែមួយប៉ុណ្ណោះចំពោះអ្នកដែលឈ្នះត្រូវតែរੂបបន្តហើយអ្នកចាញ់នឹងត្រូវស្លាប់ឈិញយីគេក៏យល់ព្រមស្រាប់តែពេលហ្នឹងយន្តហោះក៏បានផ្ទុះផ្នែកខាងក្រោយធ្វើឲ្យអ្នកដែលនៅខាងក្រោមនេះគេតក់ស្លុតទៀតហើយនាំគ្នាសួរទៅថាហេតុអីបានយន្តហោះនឹងពោពេញនៅសែងខ្មៅបែបនេះតើយន្តហោះកំពុងតែមានបញ្ហាអីមែននិយាយពីថាម្នាក់គេកំពុងតែភ័យខ្លាចចំណែកស៊ូនឹងឈិញយីណែវិញគេកំពុងតែភ្នាល់គ្នានាងក៏សួរគេទៅថាគេស្រឡាញ់នាងឬមួយក៏ស្អប់នាងឈិញយីក៏ថាទៅគេស្អប់នាងខ្លាំងណាស់គេចង់តែហែកនាងជាបំណាយទេហើយគេក៏សួរនាងវិញទៅតើនាងស្រឡាញ់គេឬមួយក៏ស្អប់គេតែស៊ូបែរជាឲ្យគេទាយទៅវិញឈិញយីក៏ថាទៅនាងស្អប់គេមែនតែស៊ូបែរជាសើចហើយក៏ដាក់ខ្សែក្រវ៉ាត់ដែលជាប់នឹងខ្លួនរបស់នាងចេញហើយក៏និយាយថាឈិញយីគេឈ្នះហើយស៊ូនាងក៏លោតចុះពីយន្តហោះនឹងតែម្ដងទៅក៏លេចមកមើលអ្នកខាងក្រៅម្នេះវិញគេកំពុងតែឆោឡោទៀតហើយអ្នកប្រុសចាងក៏និយាយទៅកាន់អប៉ែចុងឈីនឹងទៅថាដូចជាមាននរណាម្នាក់បានធ្លាក់ចុះហើយខណៈនោះជឿហងក៏ស្រែកឲ្យគេហៅរថយន្តសង្គ្រោះបន្ទាន់មកនិងបញ្ញាប់ជំនះហ្វូងមនុស្សចេញពីទីនេះជាបន្ទាន់អ្នកម្នាក់គេឡងភ័យមានតែអប៉ែចុងឈីទេដែលនិយាយថាអស់ចាខ្លាំងណាស់ហើយពេលហ្នឹងគេក៏ឲ្យមនុស្សគ្រប់គ្នាចាក់ចេញពីកន្លែងហ្នឹងជាបន្ទាន់ទៅហើយក៏លេងមកមើលអ្នកនៅខាងលើនេះវិញឈិញយីក៏បានលោតចុះមកជាមួយនឹងស៊ូនឹងផងដែរហើយពួកគេកំពុងតែជាប់នៅលើដើមឈើធំមួយស៊ូក៏ថាគេទៅឃើញអត់នៅពេលវេលាដ៏សំខាន់បែបនេះគេមិនអាចធ្វើជាមនុស្សខូខើដាក់នាងបានឡើយអញ្ចឹងហើយនៅថ្ងៃខាងមុខកុំឲ្យគេធ្វើពុតជាខូខើទៀតអីមូរងឈិញយីតែពេលហ្នឹងមេឈើក៏បានធ្វើឲ្យពួកគេធ្លាក់មកដល់ដីទៅហើយស៊ូក៏ក្រោកឡើងហើយក៏និយាយថានាងបានប្រាប់គេគ្រប់យ៉ាងហើយនៅអ្វីដែលគេសង្ស័យហើយកន្លែងដែលនាងនឹងទៅឲ្យតតែបានទោះជាត្រូវវាក៏ដោយប៉ុន្តែនេះមិនមែនជាអ្វីដែលគេត្រូវទៅឡើយហើយឥឡូវនេះពួកគេបានចុះមកដល់ក្រោមមកអញ្ចឹងឈិញយីគូទៅហៅនាងថាបងថ្លៃទៅហើយនាងប្រុងនឹងដើរចេញទៅហើយតែត្រូវបានឈិញយីថាឲ្យនាងជាមនុស្សកុហកហើយខណៈនោះក្រុមអ្នកជួយសង្គ្រោះក៏បានមកដល់ហើយឈិញយូក៏បានរត់មកមើលប្អូនប្រុស
ប្រុសរបស់គេឃើញថាឈិញយូបារម្ភពីគេខ្លាំងមែនទែនតែឈិញនិយាយណែបែរជាថាបងប្រុសរបស់គេទៅវិញថាគេមិនទាន់ស្លាប់ទេក៏ដើរចេញទៅហើយឈិញយូណែក៏បានប្រាប់ទៅប៉ូលីសឲ្យស៊ើបអំពីយន្តហោះមួយនឹងដែលស្ងៀមស្ងាត់ហើយរាយការណ៍មកកាន់គេអញ្ចឹងទៅហើយក៏លេងមកមើលស៊ូនឹងឋានឈិញឯណែវិញឋានឈិញក៏សួរទៅមិនបានស៊ូនឹងសម្លឹងនាងបែបនេះហើយក៏និយាយថាមនុស្សគ្រប់គ្នាបានទៅជួយអ្នកទាំងពីរហើយតើមកពីនាងឈឺជើងទៅមិនបានទៅហ្នឹងណាហើយឋានឈិញក៏សួរទៅស៊ូនឹងទៅមិនបានយកជីវិតទៅបថុយជាមួយនឹងឈិញយីទៅវិញហើយលោតចុះពីលើយន្តហោះដូច្នេះនាងមិនខ្លាចស្លាប់ទេអីស៊ូហ្នឹងក៏ថាទៅវាបថុយពិតមែនតែនាងមិនអាចធ្វើអីផ្សេងបានក្រៅពីនឹងទេហើយវាក៏ជាសំណាងមួយដែរដែលអត់មាននរណាម្នាក់ត្រូវរបួសហោះហើយគ្រួសារហួរក៏មិនបានសង្ស័យអីហើយឋានឈិញហ្នឹងក៏សួរទៅនាងបាននិយាយអីខ្លះជាមួយឈិញយីនៅលើយន្តហោះមួយហ្នឹងស៊ូក៏ម្លាក់បាំងអីដែរក៏ប្រាប់ទៅថាគេសួរនាងអំពីរឿងរ៉ាវកាលពី3ឆ្នាំមុនថាហេតុអីបើនាងត្រឡប់មកវិញហើយគេក៏តែងតែសួរនាងថាពេលនិយាយដល់កន្លែងហ្នឹងស៊ូនាងក៏នៅស្ងៀមហើយឋានឈិញហ្នឹងក៏ថាទៅគេសួរថានាងនៅស្រឡាញ់គេឬក៏អត់មែនស៊ូក៏ភ្ញាក់ផ្អើលមិនបានឋានឈិញនឹងដឹងឋានឈិញក៏ថាទៅវាជារឿងធម្មតារវាងមនុស្សពីរនាក់ដែលធ្លាប់ស្រឡាញ់គ្នាអញ្ចឹងណាហើយឋានឈិញក៏សួរទៅកាន់ស៊ូទៅថានាងនៅស្រឡាញ់គេទៀតមែនតែស៊ូអត់និយាយអីទេក៏សម័យពេលដែលនាងបានធ្លាក់ពីលើរថភ្លើងនាងព្យាយាមរើសផ្ការបស់ឈិញយីដែលគេឲ្យទៅនាងលេងមកមើលនៅផ្ទះនៃគ្រួសារមូរងឯនេះវិញឃើញថាឈិញយូគេបានយកថ្នាំមកឲ្យប្អូនប្រុសរបស់គេតែត្រូវបានឈិញយីនឹងគេបដិសេធមិនចង់ផឹកទេហើយឈិញយូក៏ថាទៅគេបានឲ្យអ្នកស្រីវាំងបន្ថែមស្កររួចហើយវាមិនល្វីងទេហើយឈិញយីក៏ថាគេទៅអត់ទៅមើលបងថ្លៃដើម្បីបង្ហាញការព្រួយបារម្ភទេអីមិនបានមករកគេអញ្ចឹងឈិញយូក៏ថាទៅគេអត់ជំនាញដូចបងថ្លៃរបស់គេទេនាងបានប្រើប្រាស់គេជាខែលហើយនាងរងរបួសស្រាលហើយឥឡូវនេះនាងបានចេញទៅក្រៅបាត់ទៅហើយសត្វតែពេលនឹងបងស្រីធំរបស់គេក៏ចងមកថាឲ្យឈិញយីយើងតែម្ដងថាពិធីបោះសម្ពោធសាលាត្រូវបានបំផ្លាញដោយសារតែគេអត់មានបារម្ភពីគ្នាទេបែរជាមិនសង្ស័យគ្នាទៅវិញហើយនាងក៏ថាគេទៀតថាគេនេះធ្វើវាដោយចេតនាដោយសារតែគេដឹងថាថ្ងៃនេះជាថ្ងៃពិសេសរបស់ឈិញយូទើបគេមានចេតនាវាកើតឡើងហើយនាងក៏ថាទៅវាគ្មានអីចម្លែកទេដែលសំបីតែអ្នកបម្រើនៅទីនេះក៏គេនាំគ្នានិយាយដែរថាគេគឺជាមនុស្សអាក្រក់នោះហើយឈិញយូណេះវិញគ្រាន់តែលឺអញ្ចឹងហើយធ្វើគេខឹងសម្បាខ្លាំងមែនទែនក៏តែអាតុកនៅខាងមុខនឹងម្ដាយទៅហើយក៏ឲ្យគេហៅអ្នកបម្រើទាំងអស់ឲ្យចូលមកហើយឈិញយូក៏ថាឲ្យអ្នកបម្រើទាំងអស់នឹងតែម្ដងទៅថាចាប់ពីថ្ងៃនេះទៅកុំឲ្យគេលឺពាក្យមិនគោរពណាមួយឡើយនៅក្នុងផ្ទះនេះគេក៏ហាមទៅកាន់អ្នកបម្រើទាំងអស់ចាប់ពីថ្ងៃនេះទៅមិនឲ្យនិយាយអាក្រក់ពីប្អូនប្រុសរបស់គេទៀតឡើយថាអ្នកខ្លះបានធ្វើការនៅទីនេះយូរណាស់មកហើយដូច្នេះហើយគេមិនប្រកាន់រឿងពីមុនទេប៉ុន្តែចាប់ពីថ្ងៃនេះទៅបើសិនបើគេលឺពាក្យមិនសមរម្យណាមួយនឹងត្រូវបណ្តេញចេញពីគ្រួសារមូរងនឹងភ្លាមហើយអ្នកបម្រើទាំងអស់ហ្នឹងក៏ឆ្លើយថាយល់ហើយអ្នកប្រុសសំមុខចោះហើយបងស្រីធំម្នេះវិញក៏ក្រោកឡើងសួរទៅកាន់ឈិញយូតែម្ដងថាកាចម៉ែឥឡូវដើម្បីតការពារគេហ្នឹងហើយឈិញយូក៏ថាទៅនេះជាប្អូនប្រុសតែម្នាក់របស់គេបើសិនបើគេមិនការពារមិនជឿជាក់ទៅលើប្អូនប្រុសរបស់គេទេតើនរណានឹងជឿគេនោះដូចគេក៏ងាកទៅបកស្ករក្របឲ្យឈិញយីញ៉ាំទៅដើម្បីកុំឲ្យល្វីងថ្នាំអីអញ្ចឹងហើយឈិញយីនេះគេឌឺទៅកាន់បងស្រីគេទៀតគេធ្វើមុខឌឺដាក់ធ្វើឲ្យឈិញរួយឯនេះវិញមូម៉ៅខ្លាំងមែនតើហើយក៏ដើរចេញទៅបាត់ទៅហើយឈិញយូក៏ថាទៅកុំឲ្យគេប្រកាន់ជាមួយនឹងបងស្រីរបស់គេអីនាងតែងតែបែបនឹងហើយព្រោះឈិញយីក៏ថាទៅគេមិនដែលខ្វល់ពីនាងទេហើយគេក៏ប្រាប់ទៅថាបងថ្លៃបានធ្លាក់ពីលើយន្តហោះតែនាងអត់មានរបួសអីទាំងអស់កញ្ញាហ្វាំងដែលត្រូវបានគ្រួសារថ្នាក់ថ្នមតាំងពីក្មេងបែរជាមានសមត្ថភាពដូចនេះយូនេះក៏ឆ្ងល់ថាគេកំពុងតែព្យាយាមចង់ប្រាប់អីមែនហើយឈិញយីក៏ថាទៅកញ្ញាហ្វាំងមូឡានម្នាក់នេះមិនមែនជាមនុស្សធម្មតាទេឲ្យបងប្រុសរបស់គេនឹងប្រយ័ត្នប្រយែងខ្លះទៅឈិញយូក៏ថាទៅគេគិតច្រើនពេកហើយគេសុំតមុនណាយលេចមកមើលគ្នារបស់ស៊ូឯនេះវិញស៊ូបានស្ដីឲ្យកញ្ញាស៊ីថានឹងខ្លាំងមែនទែនថាបើយើងសម្លាប់នរណាម្នាក់ដោយគ្មានមូលដ្ឋានអីហើយប៉ះពាល់ដល់ជីវិតរបស់អ្នកស្លូតត្រង់គឺយើងមិនខុសអីពីគ្រួសារហួរនោះទេកញ្ញាស៊ីថានឹងក៏ថាទៅបើស៊ូមិនបញ្ឈប់នាងទេពេលនេះអាកាចាស់ហួរច្បាស់ជាបានឡើងយន្តហោះនោះហើយស៊ូក៏ថាទៅចាស់ជីវិតរបស់គ្រូហងវិញតើនាងគួរតែទុកឲ្យគ្រូហងតែមិនបានដឹងអីត្រូវស្លាប់ទៅជាមួយលោកម្ចាស់ហួរនឹងដែរមែនតើការស្អប់របស់នាងពិតជាសំខាន់ជាងជីវិតរបស់គ្រូហងដែរឬមួយក៏អត់ដោយសារតែនាងធ្វើអីតាមតែចិត្តបែបនេះហើយទៅជាប៉ែសុនក៏ត្រូវរួចខ្លួនត្រឡប់ទៅមណ្ឌលកម្មាកំព្រាវិញនៅគ្មានគ្រោះថ្នាក់អីហើយបេសកកម្មរបស់ពួកគេក៏ត្រូវបានបរាជ័យទាំងអស់កញ្ញាស៊ីថានឹងក៏ថាទៅពេលដែលនាងបានឃើញលោកម្ចាស់ហួរនឹងធ្វើឲ្យនាងនេះនឹកឃើញរបួសចាស់នៅលើខ្លួនរបស់នាងតលតែអកចាស់ហួរនឹងស្លាប់បាត់ទៅចិត្តរបស់នាងបានសោកហើយស៊ូនឹងក៏ថាទៅកុំបារម្ភអីនាងនឹងឲ្យលោកម្ចាស់ហួរសងនៅអ្វីដែលគេបានធ្វើកន្លងមកហើយហេតុការណ៍ដែលបានកើតឡើងនៅពិធីសម្ពោធសាលាកសិចរនេះច្បាស់ជាធ្វើឲ្យលោកម្ចាស់ហួរប្រុងប្រយ័ត្នខ្លួនជាងមុនជាមិនខានឡើយពួកគេច្បាស់ជាស៊ើបអង្កេតទៅលើអ្នកដែលបានដាក់ក្របបែកនោះហើយមណ្ឌលកម្មាកំព្រាច្បាស់ជាមិនសូវមានការយាមកាមទេវាជាឱកាសសម្រាប់ពួកគេដែលទៅសម្លេះយបៈសុន
នឹងដែលមកមើលមណ្ឌលកម្មាកំព្រារិនសេងឯនេះវិញឃើញថាក្មេងៗកំពុងតែធ្វើការរបស់ពួកគេរៀងខ្លួនស្រាប់តែពេលនឹងយប៉ែសុនក៏មកដល់បានឃើញក្មេងស្រីម្នាក់ដែលពិការកំពុងអង្គុយលេងតុក្កតាគាត់ចាប់ទាញក្មេងស្រីនោះឡើងហើយក៏ស្ដីឲ្យគ្នាហើយស៊ូរបស់យើងក៏បានឃើញសកម្មភាពទាំងអស់នោះហើយមិនដឹងថាមានរឿងអីកើតឡើងទៀតទេហើយសាររឿងរបស់យើងក៏ស្លេចចប់តែត្រឹមនេះរងចាំភាព9ជាមួយ admin ទៀតណាអរគុណខ្លាំងមែនទែនបាយអ្នកទាំងអស់គ្នា